ជោគជ័យធំសម្ដែងរបាំព្រីជាទ្របនៅបារាំងលោកសេសុតសមាលីកោតសរសើរគំរូវីរភាពអង្គអាចលះបង់របស់នាដការីឈឹមច័ន្ទស្រីនុចលោកសេសុតសមាលីដែលជាថ្នាក់ដឹកនាំដ៏សំខាន់មួយរូបលើកឡើងថាពេលនេះបេសកកម្មសម្ដែងរបាំព្រីជាទ្របដើម្បីផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរនៅប្រទេសបារាំងដែលដឹកនាំផ្ទាល់ដោយលោកស្រីភឿងសកលណាស្ដេចយាងរួមព្រះដំណើរដោយសម្ដេចរាជបុត្រីព្រះអនុជនរោត្តមអរុណរស្មីឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងលោកស្រីអ្នកអង្គញាម៉ៅចំណានប្រធានសមាគមសិល្បៈត្រូវបានបញ្ចប់ទទួលបានមហាជោគជ័យប្រកបដោយកិត្តិយសជូនជាតិមាតុភូមិលោកស្រីសុតសមាលីដែលជាតួអង្គសំខាន់ម្នាក់ក្នុងរបាំបុរាណខ្មែរនិងជាអនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈសរសេរនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនយ៉ាងដូចនេះថាក្នុងនាមជានាដការរបាំព្រីជាទ្របក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃកម្ពុជាយើងខ្ញុំទាំងអស់គ្នាសូមគោរពថ្លែងអំណរគុណដល់ខ្ពង់ខ្ពស់ជូនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានផ្ដល់ឱកាសអនុញ្ញាតឲ្យយើងខ្ញុំបានចេញទៅសម្ដែងរបាំព្រីជាទ្របតំណាងជាតិជូនភ្ញៀវលើឆាកអន្តរជាតិបានទស្សនាលោកស្រីបន្តថានាដការតន្ត្រីករអ្នកចម្រៀងរួមទាំងលោកគ្រូអ្នកគ្រូទាំងអស់បានរួមគ្នាអស់ពីសមត្ថភាពដើម្បីបំពេញភារកិច្ចដ៏ឧត្តមនេះរហូតបានជោគជ័យដល់ត្រចះត្រចង់គ្រប់ទីកន្លែងទោះបីនៅសល់តែការសម្ដែងចុងក្រោយមួយលើកទៀតនាដការឈឹមច័ន្ទសីនុចបានទទួលដំណឹងថាអ្នកម្ដាយទទួលមរណភាពហើយក្តីយើងទាំងអស់គ្នាមានចិត្តក្តុកក្តួលជាខ្លាំងប៉ុន្តែក្នុងនាមជានាដការតំណាងជាតិយើងទាំងអស់គ្នាខិតខំលើកទឹកចិត្តដោយមានការរួមរំលែកទុកពីលោកកុងស៊ុលកិត្តិយសអាតវិជ្ជការជួយជ្រោមជ្រែងផងដែរនាងបានខិតខំតស៊ូមិនបោះបង់ការសម្ដែងចុងក្រោយនោះឡើយនាងជួយទុកភ្នែករួចផាត់ម្សៅក្រុងសម្លៀកបំពាក់របាំចេញសម្ដែងរហូតចប់កម្មវិធីទាំងនៅពេលនោះឈុតរបាំចុងក្រោយចិត្តបញ្ចប់ទាំងអស់គ្នានៅលើឆាកបានឃើញថាគាត់ប្រឹងញញឹមទាំងទឹកភ្នែកហូរលើសមរភូមិឆាកសិល្បៈអន្តរជាតិដើម្បីលើកស្ទួយវប្បធម៌ជាកិត្តិយសជាតិខ្មែរធ្វើបានអនុស្សាវរីយ៍នេះយើងខ្ញុំនឹងចងចាំហើយសូមកោតសរសើរនៅគំរូវីរភាពអង្គអាចក្នុងការលះបង់របស់នាដការស្រីនុចគួររំលឹកថាកំឡុងពេលនាដការីឈឹមច័ន្ទស្រីនុចស្ថិតនៅប្រទេសបារាំងនៅឡើយស្រាប់តែនាដការីរូបនេះទទួលដំណឹងបាត់បង់អ្នកម្ដាយជាទីស្រឡាញ់ដែលជាហេតុបណ្ដាលឲ្យមានការតក់ស្លុតកំឡុងពេលសម្ដែងនោះដើម្បីបន្តបេសកកម្មសម្ដែងរបាំព្រីជាទ្របកម្ពុជាជូនជាតិមាតុភូមិនាងធ្វើបានជោគជ័យគ្រប់កន្លែងនៃការសម្ដែង